ដែរទេបាទព្រោះដោយសារមានការផ្លាស់ប្ដូរជាមួយនឹង sub player ដូចគ្នាមិនថាគូទី1មិនថាគូទី2ឲ្យតែឈ្នះបានមួយហ្គេមហើយផ្លាស់ប្ដូរយកតែបាទព្រោះដោយសារពួកគាត់មិនមែនថានេះទេគឺយើងចូលរួមសោកស្ដាយហើយគាត់អត់មានឱកាសក្នុងការឡើងទៅទេអញ្ចឹងឲ្យ sub player ដើម្បីបញ្ចេញជាមួយទឹកដៃខ្លះនៅក្នុងចុង season របស់គាត់នេះបាទ Cypher ថាសេរីមិនគេ Chipper មែនតែទៅពេលគ្នាគាត់នឹងធីមហើយគេមិនមិនឆេច Cypher ធម្មតា ហើយធម្មតាដែរភាសាស្អីថាសាក់ហើយទៅពេលឥឡូវនេះ Robert ដាស៊ីណាជំរឿហៅទៅពួកយកហៅខំនេះគាត់ទៅលេងឡាញអាំហ្នឹងបាទតាមអីពេលបងទៅលេងធីមហើយនៅអង្គុយលេងគ្នាថាហើយអត់តែឃើញហៅធម្មតានិយាយធម្មតាលេងសើចគ្នាធម្មតានឹងតែបាទរួមលេងសិនណាជាមួយនឹងហ្គីតារ៉ក់បាទចាំរៀបជាមួយនឹងវគ្គរបស់យើងនឹងចាប់ដើមនៅក្នុងពេលមួយផ្លែទៀតក្នុងណាក៏រត់គាត់នឹងបាត់មីនៀនសង្ស័យដាស៊ីចូលអង្គុយជាមួយនឹងអី MPL ភ័យពេកភ្លេចរាំងមីនៀនយើងអត់ដឹងនេះគ្នាបាទជួនកាលភ្លេចជាគាត់នឹងភ័យពេកបាទអូអត់ភ្លេចទេបាទចាំរាំងមីនៀន3 2 1ផោងបាទរបស់តែមកវែវបាទអូតែអ្វីដែលសំខាន់ skin ហ្នឹងឡូវនេះខ្ញុំមិនដែរប៉ះសោះ skin season បងប្អូន Cypher បើមានវគ្គ3ឡើងលេងវិញមករបស់មានតែមកវែវបាត់ហើយអីជួនកាលតិចនិចគេតិចនិចអើយ៉ាមីនេះអូយហ្គេមឈូមុនហ្នឹងមកធ្វើចឹងល្អបាននេះអូយយ៉ាមីបោះ mid lane ចោលហើយអត់ជួយ clear ទេឥឡូវនេះយ៉ាមីគឺមកឆែក map ដើម្បីមាន damage reduction ដើម្បីការ farm ប្រកបជិតប៉ុន្តែ Lance Rock ក៏មានអ្នករំខាននេះគ្នារមទាំងពីរគឺបោះការ farm mid ចោលនេះគ្នាដើម្បីជួយជាមួយនឹងចាំងតែមានការវាយយកទៅលើរមនឹងតែម្ដងនៅក្នុង2 damage មានបន្ថែម damage ដាន់20% វាយឈឺកង់បាទអូ Master Assassin បាទ Master Assassin ពីបានកាន់2នាក់ Weakness Finder នៅតែមានតែថាមាន Moscow គឺត្រឹមត្រូវមែនតើអញ្ចឹងកាត់ cooldown ដែរបាទកំបោនេះបុកហើបជើងត្រេះយកចាំមើលជាមួយនឹងបុកត្រេះនឹងទៅជាណាបាទចឹងនៅ Midland ដូចជាអត់មានការ fast clear ទេបាទយើង complex ជាមួយនឹង sponsor របស់យើងដូចគ្នាជាមួយនឹង Infinite Note 50 Series MPL Edition សម្រាប់ gamer គ្រប់គ្នាសាកថ្មល្បឿនរឿង90 វ៉ាត់ក៏ដូចជាឥតខ្សែទទួលបានជាមួយនឹង30 វ៉ាត់ដូចគ្នាបពាក់ជាមួយនឹង Ekrang AMOLED 144 Hz លេង Mobile Legends ដោយរលូនយកតែម្ដងក៏ដូចជាកម្មវិធីសរុបជាមួយនឹង RAM 24GB បាទអមជាមួយនឹងការរចនាដោយអនុភាពបាទអាហ្វ្រិកមកសម្រាប់យ៉ាមីនេះគ្នា Midland ក៏មានការប៉ះគ្នាបន្តិចបន្តួចនេះខ្មែររ៉ូមប្របាំងកាយសម្រាប់ដាស៊ីនេះគ្នាចំមានអារម្មណ៍ថាដាក់រ៉ូមមកសេរីចាំមកលេងអូនមេតាមកលេងក្លៀម Midland អីបាទការជំនាន់គាត់ប្រកួតគឺរ៉ូមមកគឺឆែកចាំងកូនបាទចូលឆែកចាំងកូនវិញណាបាទ Lancelot ដល់ធ្វើមួយរឿងប៉ុន្តែជួបដាស៊ីមុនអាយ៉ាស៊ីបេតងបានទេជាមួយនឹង Dark Side Hello បាទក្បាច់ដើរត្រីឆ្ពិនចាក់ ultimate បុកវាយរងទៅលើ B មកទៅកូនសោទិញកាច់បវាជាមួយនឹងកូនសោតែម្ដងបាទលេងហ្នឹងអត់ level 4ហ្នឹងគាត់យកបាន crab គេលួចបាត់ទៀតអូយ៉ាមីឃើញមកគ្រប់កន្លែងនោះបាទទៅថតនោះតាំងហើយគេយកបាត់ហើយនៅកំបោបុកត្រេះយ៉ាងមិនដែរយើងធ្លាប់តែមានឆ្នៃអូត្រេះឥឡូវប៉ះជាមួយនឹងកំបោបុកត្រេះបានបុកអត់បានត្រេះតែ4មានការបុកត្រេះដែរទេលូតជាន់ត្រេះយកខ្លួនឯងនេះក្នុងនេះជាមួយនឹងការយកមកជាមួយនឹងយ៉ាមីមួយធម្មតានេះក្នុងនេះលើកហើបបានវាយជាមួយនឹងវាយខ្ទមជាងទៅបូមតាន់នេះក្បៃបោះអត់ទេបូអោសាច់ជីម្ដាយអត់ដាច់នោះទេដាច់ King Arena នេះនោះវិញក្នុងពេលដែលដាក់សាយចូលចាក់យកជាមួយនំចុកសឡខៀវញ៉ាំនំចុកតនទេស៊ីងវាយជាមួយនឹង Hero ក្បាច់ដើរតែឆ្ពិនវាយម្ដាយ stick ញ៉ាំប៉ែបាត់បាទដាស៊ីគាត់ភ័យឯងប្រើ skill ខុសរហូតចឹងបាទដែរដឹងនេះគ្នាគាត់ភ័យហ្នឹងទៅបាទភ័យឆាកប្រើ skill ខុសច្រើនណាអាវាយខ្ទប់អញ្ចឹងគាត់វាយខុសរហូតបាទមួយដាស៊ីអីដឹងអត់ប៉ុន្តែហ្គេមនេះមានជាមួយនឹងការប្រកួតមួយនេះយ៉ាមីគាត់ធ្វើលោស្មៅហ្នឹងគូនវាលោស្មៅហ្នឹងបាទបាទអត់មានគូនេះណាអូស្មៅមីតឯងបាទស្មៅមីតបាទមិញគាត់ដើរទៅជួបជាមួយនឹង stick ឈរចាំនៅស្មៅមកគាត់បើសិនជាគាត់ទ្រង់ញៀនណាលូស្មៅនេះយកមកចូលមកមែនតែមែនទេអេយ៉ាចូលមកវាយជាមួយនឹងបើខៀវយកតំដងដាងសាយនៅមកតាមក្រៅនេះគ្នាវាយតាមដៃធំរីយកតំដងនេះគ្នាបានជាមួយនឹងបើដៃលោតទៅ Prime Pro ឡារយសព្រាជាមួយនឹងសាស៊ូខាងលើខាងទេលោកបាយដល់ពំយកតែម្ដងតែមានការដកថយតាមពេលនេះជាមួយនឹងការចាយ flick ពី line បាទឡា flicker មួយកន្លែងមួយជាមួយនឹង item សម្រាប់Moscow នៅក្នុងហ្គេមនេះមាន speaker crossbow កន្លះគ្រាប់ក៏ដូចជាបន្តការចេញជាមួយនឹងcrossbow sight speaker crossbow កន្លះគ្រាប់ណែ speaker crossbow ឲ្យកន្លះគ្រាប់ទៀតcrossbow sight កន្លះគ្រាប់បានជឿហ្នឹងបាទតែបើ speaker crossbow គឺ speaker crossbow ហ្នឹងគុំណាហ្នឹងតិចបាទអញ្ចឹងឲ្យមានជាមួយស្បែកជើងកាត់ cooldown recall ដាក់គ្នាបាទរវាង Bimo ក៏ដូចជា Yami ចុំមិញហ្នឹង
គេ spicy ឯក្នុង rank ឯងបាទលោតវាយយកដំណងតលយ៉ាមីរលែងរួចដែរជាមួយនឹងការ ត្រេះវាយចាយជាមួយ ultimate អស់ alt ទេណាមាន immune ណាក្នុងច្បាប់តតមិនមាន immune ទេជាមួយនឹងសាក់សូប៉ុន្តែជាមួយនឹង land slot របស់ dark side ចាក់ clear land farm ធម្មតាលោតតាម3តាមក៏មិនជឿទៅលើ bull នេះគ្នាបងដែរចូលវាយទៅគេជាមួយនឹង ultimate ទេចាក់លើទៅចាំងវល់7នេះគ្នាមកដែរពេលមានការដាក់បាយដាក់ទៅប៉ុនចាប់ជើងជាប់ដល់ទៅជាមួយនឹង boom ដល់ប៉ុន្តែនេះមកយកទៅលើ king នេះគេនេះព្យាមដល់ទៅព្យាលើជួយគ្នាជាមួយនឹង beam មកប៉ុន្តែ boom scale នឹងដេញសមាជិក team សម្រាប់ជាមួយនឹង team Mac ចេញពី team fight នេះគ្នាយ៉ាងណាជាមួយយ៉ាមីក៏បានមកដល់បថៅស្វែងរកមុតអូគេផ្ទះប៉ាមួយងាវប៉ោងអាពុះចាំអ្នកឈាមពេញយ៉ាងណាអត់បញ្ហាជាមួយនឹងការវាយដែរជាមួយនឹងសាសូបន្តទៀតលោតដើម្បីតាមវិញរត់ពី King សេរីណាក៏បងវាយដែរខកបាត់តែគ្នាជាមួយនឹងការចាយ free ដាក់បាយដែរទៅប៉ុនស៊ីង my god ជិតបានជាមួយរបស់គេបន្តទៀតគ្នាបាញ់ស្នះ soft stake លើខាបជើងចុះបងបាទដាច់នោះទេបាទចឹង Golan បាញ់យើងក៏បានឃើញជាមួយនឹង Vincent គាត់ rotation គឺមកជាមួយនឹង team fight ប៉ុន្តែ Moscow យើងដឹងស្រាប់ហើយ Hero គាត់រៀង late បាទទាំងឲ្យគាត់គាស់មក Seal Trend បាញ់នេះក៏ចំណេញលុយមិនទិញទួយដូចគ្នាសម្រាប់ Live Robert ទី2វគ្គទី1នៅ MPL ដូចគ្នាបាទក្រោកក៏មិនសូវដាក់ scaling accurate ដាក់មិនសូវចំចំណាយអាយ៉ាមីមិនទៅពូអ្នកឈាមពេញបាទជាមួយបថៅស្វែងរកមិត្តបាទរកខំមិត្តហើយបាទព្រៀបចិត្តជាប់ដល់ទី2ប៉ុន្តែបើកអាទីខ្ចាល់អត់ចំណាគេទេខណៈពេលដាក់សាយដាស៊ីសំទោសបាទឈ្មោះស្រៀងគ្នាដាច់បាទហើយបាទយ៉ាងម៉េចដែរមានអារម្មណ៍ថាវគ្គ2នេះយើងធ្ងន់មកជាងទៀតបាទអូមកល្មម season នេះតរគ្រូទៀនបន្តិចត្រូវគាត់ចូល sub play យកមកកាំងពីអ IP prediction ឥឡូវនេះមានការយកជាមួយនឹងបើក្រហមដូចគ្នាយ៉ាងណាកោះឆ្កកវីត្រេះវាយដាច់តរោមកហ្នឹងអស់អ៊ីមីញូនទៀតម៉ាញ់ជាងចាយ flick អូគប់ទប់ជាប់ជាមួយជាងជាប់ stand វាយដាច់ជាមួយនឹងយ៉ាមីប៉ុន្តែ ultimate របស់គាត់អានខូនដោនពេញតន់ជាមួយនឹងសាក់ស៊ូអត់បញ្ហាបាទចាំមិនជាបញ្ហាសម្រាប់គាត់ទេតែបើបងយ៉ាមីមួយលើកបានគូលែនបោកបាយយកទៅជិបជឿនបើមិនព្រោះទៅជាមួយនឹង Vincent គប់ជាមួយនឹងឆ្កាក់ជាប់អ្នកនៅក្រោយនេះគ្នាប៉ុន្តែទីបាយមិនអាច start បានទេក៏មិន stand បដាក់គ្នាច្រើនតង់រួចទេបាទ purify ចុចនៅរួចទៀតណាបាទចឹងជំរើសជាមួយនឹងការយក total ផងដែរសម្រាប់ team ទាំងពីរបំបើក map មួយឃើញជាមួយនឹង King Aris ណោសាស៊ូពេញអាល់ទីតម្ដងទៀតបាទចឹងមាន immune វាយបានធម្មតានេះគ្នា5 ទៅនឹង 6 kia បាទយ៉ាងម៉េចជាមួយនឹងថ្ងៃនេះអ្នកដែលស្រី sub player ចូលមកដូចបាក់តម្រងលេងខ្លាំងណាស់ណាមួយ file main line up គេ scrim មួយគ្នាគេទៅពេលដាក់ sub player ចូលមកលក្ខណៈយើងបើនេះគ្នាបាទចឹងអត់តែខ្វល់នេះគ្នាសិងទៅសិងមកនេះគ្នា retreat brand យកបានពី objective ទៅកាន់ dark side នេះខ្លួនឯងវាយយកទៅលើសាស៊ូតែម្ដងលោតជាន់ trash វិញដាច់បាទ cover ឈាមបន្តនេះខ្លួនឯងជាមួយនឹងការមកដល់ជាមួយនឹង Golden Line ពីចាក់បីចោល wow my god double kill ទៅជាមួយនឹង double kill នេះខ្លួនឯងបន្ត triple kill សុំសបឯងមួយមកជាមួយនឹង dark side អូយ super មួយនេះខ្លួនឯងបាទ shut down នេះគ្នាសោះជាមួយនឹងបាក់កទៅបាក់កជាមួយនឹងការយកបាន2 kill និង3 kill ទាំងអស់5 kill នៅលើ team Mac wow វាយមកបាទមកប្រើមកនេះជាមួយនឹង Dara Esports ធ្វើបាល់ឡើងខ្លាំងមែនតែនអត់ឲ្យសាក់ស៊ូចូលទៅ3ដូចទេ free 3ឲ្យ Dark Side ជឿបានហើយបាទលេវ9មិនអាចវាយលេវ13បានទេបាទបងប្អូននេះថ្នាក់ទី9ឲ្យវាយគេឆ្នាំទី1អាយ៉ាហើយវាយឆ្នាំទី1ចុះឲ្យគេដាក់បាច់ដាក់អាយ៉ាបាទស្រួលបាទចលោលេងណាបាទហ្គេមនេះដាក់សាយវាយហីបាទអូយវ៉ែ9 Golden វ៉ែ10 Golden គឺចាំងលើច្រឡំរត់គេមានបើបាទចាំងក៏មានបើបាទចាំងក៏ហ្គេមនេះ slot បាទយកសាក់សួរគាត់លេង Queen ទៅវាមានអារម្មណ៍ថាអត់ full capacity គាត់មែន Yes sir បាទបច្ចេកដាតអស់ហើយណែបាទចាប់ជើងបើក immune វាយល្អមែនតើជាមួយនឹង Daisy លើកហាបើកមិនបើរត់ដូចខ្មែរលើកបូមកទាំងនោះទេអូយបុកខាជើងត្រេះយកតែម្ដងបូមសាជាម្ដាយនេះគ្នាបន្តដាកសាយសបាយចាក់យកតែមែនតែនៅខាងក្នុងវាយដៃចាក់តាបគីអានមែននេះឯងមែននេះសុំស្វែងមួយមកជាមួយបានណាពុះផ្ដាច់ទៀតយ៉ាងម៉េចអូយ៉ាងមីគ្នាឱកាសសាក់វិញក៏ដល់គ្នាបាទឥឡូវក៏អត់បញ្ហានេះគ្នាលែនវាយធម្មតាស៊ីជាមួយនឹងឡតមួយសានបាទមិញបុកហាប់ជើងដែរតែត្រេះបានតែមួយបាទប៊ុំសតឈាមបន្តិចក៏រួចបានបាទមិញបាទឡតមកនេះអាចនឹង free lot ទៅកាន់ជាមួយនឹង Dark Rai Esports ក្នុងវគ្គទី2នេះផងដែរបាទ 7k lit បាទត្រឹមនាទី8នាទីបាទ play នេះបុកតែត្រេះគេត្រេះបានមួយបាទដាស៊ីក៏សម្រាប់ចិត្តយឺតតិចត្រេះទៅចេះចំតែមួយទេបាទហើយវ៉ាត់ដាច់ទៅលើប៊ូមទៀត
គ្រាន់តែមកផ្លែតមិញដាក់ខ្សែធ្វើគ្រប់រឿងវាយ back line ដាច់យកអស់តែម្ដងបាទភ្លេចដាក់ខ្សែឡុកទៅលើ Vincent មើលដាក់ខ្សែ ដាក់ខ្សែហ្គេមនេះកន្លងសាវៃ2 ដងតែអស់តែត្រីបខៀបហើយបាទ មែនសមាជិករបស់គាត់គឺធ្វើបាប បាទគាត់ណាដល់អាគារទី4គ្នាយើងស៊ីប៉ៃអស់ហើយបាទចឹងអត់បញ្ហាដូចគ្នាភ្លាមជាមួយនឹងការយកទៅលើឡតតែម្ដងបាទជាមួយនឹងដាក់ខ្សែគេបានឡតចាំទៅឡតដូចគ្នាមួយស្កយចេញហ្វាមលើយ៉ាត់រត់ទៅណាអូអត់ចេញហ្វាមទេបាទយ៉ាងណាជាមួយនឹងការវាយដាក់ក្នុងមុខចាក់អល់ទីវាយដល់ទៅឆ្ពិនស៊ីងចាក់វាយផ្ទះវាយផាំងវាយយកទៅអត់មានខ្វល់ណាគេអូ reset ស៊ីងបាទគេចាយ flick ចំពេលវេលាជាមួយនឹង DCK ដៃ micro បាទចាយ flick ឲ្យ reset ស៊ីងមួយមកចេះស៊ីងមកស្កើទៅការបុកផ្ទះប៉ុន្តែឡាយដូចអាចមានអី secure record មកវិញតនពេលវេលាធម្មតានោះទេបាទមកប្រាំមកមិញយកបានជាមួយនឹង T2 នៅ play mid lane ផ្ដាច់ពីខាង Dark Rai Esport មាន late game អត់នៅក្នុងវគ្គនេះសម្រាប់ team Max បាទថាសេញញ៉ាំបិណ្ឌជាងទៅវិញពេកមិញបាទតែបើនិយាយពីសាច់ late ហ្មង team Dark Rai គាត់លេងបានណាបាទគាត់មាន Kimmy មាន Harrod តែបាទតែវគ្គនេះមានអារម្មណ៍ថាសាក់ស៊ូយើងធ្ងន់មែនទែនបាទធ្វើបាបជាមួយសាក់ស៊ូមែនទែនបាទចាំមើលមកស្កើនេះមាន late game អត់សម្រាប់ live បាច់ចប់ជើងអូវល់គាត់អាចប្លុកបានឡើយនេះគាត់ប្លុកទេបាទចូលទៅហើយពីយ៉ាមីតាន់នេះក្បីវាយមកចាប់ជើងមួយនេះពីប៊ូមនៅខាងក្នុងគៀរីដល់ត្រង់ពេលវេលាទៅជាម្ដាយរុនក៏រួយកម្លាំងគេវាយខ្ទប់នៅក្នុងផ្ទះយើងដល់វាយផ្ទះអេអត់បានវាយផ្ទះទេឡតសាភ័ក្រកដាលតែការ clear ឡតមួយសិននេះគ្នាមកដែរពូស្តានបាននេះគ្នាចូលចាក់យកដល់ជាមួយនឹងដាក់ខ្សែចាក់ពេញផ្ទះថយមកក្រោយនេះគ្នាសោះជាម្ដាយពី B មកទៅគឺយ៉ាងណាជាមួយនឹងមូសគប់តិចទីនេះខ្ញុំជាមួយនឹងការយកបានជាមួយនឹងយ៉ាមីមួយទៀតនេះគ្នាលៀមមកខ្វល់នោះទេមានខាងក្រោមមានតាជាមួយនឹងដាក់ខ្សែទៅការបុកផ្ទះនៅខាងក្រោមយកតែម្ដងបន្តែជាមួយនឹងការ clear មានតាន់ពេលវេលាប៉មគាត់ថាជាតាក់លាក់បាទមាន ultimate ទេពី line មិញគប់រត់បាត់ហើយបាទក៏ការទប់ defense នេះទប់បានល្អមែនទែនដាច់តែធាស្រី mid lane មួយតែប៉ុណ្ណោះតែមិញគឺអស់ spell ច្រើនមែនទែននៅពេលដែលការញាស់មកពីដាក់ខ្សែបាទចាំងកង full level ចិត្ត full item នោះបាទ11នាទីអូភ្លេចមើល level 15គាត់ខាមើលតិចអត់បានតិចគាត់ជឿមិនបាទខ្ញុំអត់ដឹងរៀនថានេះបាទDemon Hunter ពី live គាត់តែការ farm ឲ្យធំថែមទៀតណាមួយវា nature គាត់ទៅត្រូវការដែរតែសារដាក់ខ្សែអាសារំខានគាត់ពេកបាទឬក៏មាន rose gold មួយក៏ល្អបាទអញ្ចឹងនៅក្នុងថរៈពេលវេលា11នាទី30វិបាទ10បន្ទុកគ្នាវិញគឺ17ទល់នឹង9បាទដូចជា goal វិញចូលចាក់ស៊ីងខ្វាយដល់ទៅជប៉ុនវាយនៅក្នុងបថៅស្វែងរកមិត្តដល់ទៅ2នេះបោកខាបជើងនៅទៅ2ចូលចាក់ស៊ីងវាយម្ដាយមានដៃលឿនណាស់ស្មាតជាមួយក្បាយដល់ទៅជប៉ុនស៊ីអូម៉ាជីដៃលឿនទៅមែនទេបោកខាបជាមួយទីនេះខ្លួនណាតដៃវាយតដៃកាប់យកទៅម្ដងជាមួយនឹងរបស់ដាក់ខ្សែធ្វើ play ប្លំបាទ shut down បានសម្រាប់វាយផ្ទះក៏មិនបានដូចគីមនដែរធ្វើការ turn បែបឆ្លៃវិញពី live oh my god turn បែបបានក៏មិនបានកុំ skill ទី1ក៏បានហើយវាយបោកខាបជើងបូមបាទក៏បូមមួយទៀតបាទ shut down ដាក់ខ្សែមួយបានហើយ10 killបាទចូលឡាយទៀតណាមិនហ្នឹងបាទសុតតោនចូលឡាយអត់ដឹងហ៎ដឹងចូលតែគេចូលឡាយដល់ឡាយដល់គប់បូចកូនបដាយបថៅស្វែងរកអត់ដាច់ទេលោតអូគូដនខ្វិនវិញបាត់បាទមកថៅមិនចង់ងឹតមុខខ្ញុំមានអារម្មណ៍ថាKing Eri ផុយណានៅពេលដែលដាក់ខ្សែចាក់ដាក់ខ្សែមានពេកណាវគ្គនេះដោយសារ KD គាត់10 0នឹងមិញដល់ឥឡូវយើងវិភាគចេះដោយសារតែហ្គេមនេះ Harrod មិនជាmassive តាបើគាត់ក្រាកទេដើម្បី fast lot ណាបាទតែ Moscow បុកតែតែគ្នាឥឡូវ straight មែននេះណាគេអ្នកលើតែពិតបើលុយស្មើគ្នាត្រូវ Moscow លើបាទប៉ុន្តែដោយសារគេមានការនឹង fast lot តន់បាទចាំមើលកាឡុក straight 4ខ្ពូត4មួយនេះជោគជ័យឬក៏មិនជោគជ័យខណៈពេលដែល live តែគាត់គប់ ultimate ចូល team fight វិញបានដែរទេយើងមើលអ្នកគ្នា live កំពុងតែបុកផ្ទះសមាជិកដាក់ live ទៅតែ end game ឲ្យបានលុយ team portrait បោកបាយយ៉ាងណាបានបុកទៅលើយ៉ាមីតាន់នេះបាយចាប់ជើង4អ្នកពីប៊ូមតែ live បាយផ្ទះគប់ ultimate ចូល team fight វិញសិននេះខ្ញុំណា live មក team fight វាយបូបាក់ក៏ live បានហើយ double kill ទៅកាន់ជាមួយនឹងសមាជិក stick នេះខ្ញុំណា dark side ក៏យកបានមួយ kill បន្តទៀតដូចគ្នាអូយ live គាត់ធ្វើបានល្អមែនតើប៉ុន្តែនៅតែមានការរញ៉េរញ៉ៃពីយ៉ាមីបើមិនជាអត់មានយ៉ាមីកវីកវត្តជាមួយនឹង skill ទេអាចដាច់ដាក់ខ្សែឲ្យយកបានឡតទៀតបែបមានវិញ nature បាទហ្នឹងហើយវគ្គ3សេងចាជាមួយនឹងក្បាច់ណាវទៅឆ្ពិនអូរួចទេពីមកបាទការដល់ទៅវិញនេះគ្នាមកណាសេងចូលទៅក្នុងនេះគ្នាបោក ultimate ចេញមួយនេះគ្នាណាឡតក៏បានមកដល់ដូចគ្នាបាទយ៉ាងណាជាមួយនឹងការវាយបន្តទៀតបាត់បង់ជាមួយនឹង King Eri ទៅការវាយជាមួយនឹងផ្ទះចូលតែម្ដងវគ្គទី3ក៏បានមកដល់វគ្គទី2វិញជ័យជំនះសម្រាប់ team Dark Rai Esport បាទអបអរសាទរជាមួយនឹង Dark Rai